សង្ស័យណាបែកនឹងបេះផ្កាមកបាច់ធំជូនសង្សារគាត់តិដឹងនេះហើយវាថាបេះហត់ទៅមកមើលគាត់បេះគាត់ហត់យេមិនហ្នឹងឃើញផ្ការីកស្គុះស្គាយស្អាតខ្លាំងគាត់ក៏បេះមកបាច់យកជូនស្រីស្អាតស្រីស្នេហ៍របស់គាត់ហើយឥឡូវនេះគាត់កំពុងតែឡើងបេះហើយនេះបងប្អូនហើយវីដេអូហ្នឹងផ្ដាំទៅមហាជនទាំងអស់គ្នាបានជ្រាបថាវីដេអូដែលខ្ញុំផុសថ្ងៃមុនផ្កាថ្នាំខ្ញុំហៅតែផ្កាថ្នាំចាំប៉ិតផ្កាថ្នាំសោះហ្នឹងយ៉ាប់ហ្មងនិយាយថារីកស្គុះស្គាយដុះនៅកណ្ដាលវាស្រែកុំរពាក់នេះគឺអាប៉ិមួយខ្មៅងឹតហ្នឹងទៅបេះហើយថាខ្មៅមធ្យមងុំថែមងឹតតាមប៉ិតខ្ញុំនិយាយលេងតែគាត់សតាប៉ុន្តែសថ្មិញឆ្នាំទៅបេះជាមួយប្រុសចិនឆ្នាំហ្នឹងបាត់ប្រុសចិននៅប្រុសឥណ្ឌាតោះទៅមើលវីដេអូពេញទាំងអស់គ្នាខ្ញុំចូលម្លេងទៅមើលអាប៉ិឥណ្ឌាបងប្អូនមកការនឹងអត់បងប្អូនត្រូវការឆាតមកខ្ញុំបេះឲ្យណ៎ឡើយនេះគាត់ថាបងប្អូនណាត្រូវការឆាតប្រាប់គាត់បេះឲ្យកុំទៅជឿបេះយកទៅជ្រក់អស់ហើយហ្នឹងហើយផ្កាហ្នឹងនិយាយទៅក្នុងអ្នកភូមិខ្ញុំនឹងកម្រមានអ្នកស្គាល់ណាខ្ញុំក៏មិនស្គាល់ដែរមុននោះទុំតែស្គាល់ឥឡូវហ្នឹងតើថាផ្កាហ្នឹងផ្កាគេហូបចឹងណាយកទៅជ្រក់ហើយបានត្រីអាំងទៀតអូយអេហ្មងឆ្ងាញ់ជាតិសាហាវពួកអីឆ្នាំតែខ្ញុំធ្លាប់បានហូបម្ដងហើយដោយសារគាត់មកបេះដែរចឹងណាបេះយកទៅជ្រក់ចឹងខ្ញុំហូបដោយសារគាត់ទេអញ្ចឹងម្ដងហ្នឹងសង្ឃឹមថាបានហូបផងណាតែបេះផ្កាទុកឲ្យខ្ញុំហូបផងពួកអីផ្កាហ្នឹងខ្ញុំអ្នកឃើញទេខ្ញុំអ្នកថតឲ្យថតផុសដើម្បីឲ្យទៅបេះទេណាហើយយល់ថារីកយ៉ាងនិយាយមែនរីកនៅកណ្ដាលវាស្រែតែហ្មងនៅកន្លែងគុំលពាក់នេះស្អាតណាផ្កាហ្នឹងដោយថាចឹងរីកខែហ្នឹងអត់រីកចំថ្ងៃបុណ្យសង្សារអូរីកចំថ្ងៃបុណ្យហ្នឹងស្រួលគ្មាននៅទេនេះគេបេះជូនសង្សារគេអស់ហើយតែថ្ងៃមុនលើមានក្មេងម្នាក់គាត់ទៅបេះគាត់ថាបេះយកលេងគាត់មិនស្គាល់ផងគាត់ឃើញរីកស្អាតពេកគាត់បេះយកទៅលេងទៅនេះរីកនៅកណ្ដាលវាស្រែមែនបងប្អូនឃើញទេសភាពសុកស្រែយើងឯងស្អាតខ្លាំងណាចាំមើលខ្ញុំដាក់ផុស YouTube ណាចឹងបងប្អូនអត់តទៅចុច Subscribe Channel YouTube របស់ខ្ញុំកុំភ្លេចទៅជួយចុចឲ្យម្នាក់មួយម្នាក់ពីរផងអរគុណទុកមុនតោះឥឡូវយើងទៅមើលសកម្មភាពផ្ទាល់របស់គាត់ម្ដងទៀតច្រឡំសកម្មភាពផ្ទាល់តែសំឡេងផ្ទាល់ប៉ិត Original តោះទៅមើលអប៉ិពូឥណ្ឌាមើលបង្ហាញផ្កាហ្នឹងមើលមកនេះច្រើនណាអូបទៀតអូបទៅអស់ក៏ទឹកអស់ទៅដែរដាំធំទេដាំទូចទេមើលទៅខ្ជិល